ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគម្រាមបើកទ្វារឋាននរកដាក់អ៊ីរ៉ង់បន្ទាប់ពីរបបនេះបាននិយាយថាខ្លួននឹងបដិសេធផែនការ15ចំណុចដើម្បីបញ្ចប់សង្គ្រាមលោកស្រី Caroline Leavitt អ្នកនាំពាក្យរបស់លោក Trump បាននិយាយថាអ៊ីរ៉ង់បានគន់គូខុសដែលបដិសេធមិនទទួលយកការបរាជ័យក្នុងសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកស្រីបានបន្ថែមថាប្រសិនបើអ៊ីរ៉ង់មិនទទួលយកការពិតនៃពេលបច្ចុប្បន្នប្រសិនបើពួកគេមិនយល់ថាពួកគេត្រូវបានចាញ់ដោយយោធាហើយនឹងបន្តដូច្នេះប្រធានាធិបតីត្រាំនឹងធានាថានឹងវាយប្រហារពួកគេកាន់តែខ្លាំងជាងអ្វីដែលពួកគេធ្លាប់ត្រូវរងការវាយប្រហារពីពេលមុនមកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនបោកបញ្ឆោតទេហើយលោកត្រៀមខ្លួនរួចជាស្រេចដើម្បីបើកទ្វារឋាននរកអ៊ីរ៉ង់មិនគួរគុនគូខុសម្ដងទៀតទេការបដិសេធរបស់អ៊ីរ៉ង់ចំពោះការទាមទាររបស់លោក Trump ត្រូវបានអមដោយការគំរាមកំហែងតវិញផងដែរអ៊ីរ៉ង់បានប្រមានសហរដ្ឋអាមេរិកកុំឲ្យព្យាយាមចោះចោតកងទ័ពនៅលើកោះ Kerch ដែលជាបេះដូងនៃឧស្សាហកម្មប្រេងរបស់ខ្លួនលោក Mohammed Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់បានថ្លែងថាកុំសាកល្បងការតាំងចិត្តរបស់យើងក្នុងការការពារទឹកដីរបស់យើងលោកជាបរិបទដែលត្រូវបានគេមើលឃើញនៅទីក្រុង Washington ថាជាអ្នកចរចានាំមុខគេរបស់របបនេះនៅក្នុងដំណើរការសន្តិភាពផែនការ15ចំណុចរបស់សេតាវិមានត្រូវបានប្រគល់ជូនទីក្រុងតេហឺរ៉ង់ដោយអន្តរការីចុងក្រោយរបស់ភាគីទាំងពីរគឺរដ្ឋាភិបាលប៉ាគីស្ថានហើយត្រូវបានបញ្ជាក់ថាបានទទួលរួចហើយការទាមទារលេចធ្លោបំផុតរបស់សហរដ្ឋអាមេរិកគឺការបញ្ចប់ទាំងស្រុងនៅកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់និងការបិទទីតាំងសំខាន់ចំនួន3ដែលជាប់តាក់ទងជាមួយនោះគឺនៅរោងចក្រ Natanz, Fordo និង Isfahan ការទាមទារផ្សេងទៀតរួមមានការបញ្ចប់ការគម្រាមកំហែងដល់អ៊ីស្រាអែលដែលបង្កឡើងដោយបណ្ដាញអន្តរជាតិនៃកងជិះបំពលតំណាងឲ្យរបស់របបអ៊ីរ៉ង់ការកំណត់កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់និងការធានារក្សាច្រកសមុទ្រ Hormuz ឲ្យបើកចំហជាធ្នូវិញអ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយទណ្ឌកម្មហើយសហរដ្ឋអាមេរិកនឹងជួយប្រទេសនេះឲ្យកសាងកម្មវិធីធម្មពលនុយក្លេអ៊ែរស៊ីវិលការទាមទារទាំងអស់ត្រូវបានបដិសេធទាំងស្រុងកាលពីពេលអតីតកាលដោយអ៊ីរ៉ង់ទូតរដ្ឋអ៊ីរ៉ង់បាននិយាយថារបបនេះនឹងបន្តប្រយុទ្ធសេចក្តីថ្លែងការណ៍មួយបានអានដោយអ្នកយកព័ត៌មានបានឲ្យដឹងថាអ៊ីរ៉ង់បានឆ្លើយតបអវិជ្ជមានចំពោះសំណើរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងបញ្ចប់សង្គ្រាមដែលកំពុងបន្តការបញ្ចប់សង្គ្រាមនេះនឹងកើតឡើងនៅពេលដែលអ៊ីរ៉ង់សម្រេចចិត្តថាជាពេលដែលត្រូវតែបញ្ចប់មិនមែនជាពេលដែលលោកតាមសម័យអំពីការបញ្ចប់របស់ខ្លួននោះទេទីក្រុងតេហឺរ៉ង់ក៏បានគូបញ្ជាក់ពីការទាមទាររបស់ខ្លួនផងដែររួមទាំងការបញ្ចប់ការវាយប្រហារលើកងជិះបំពលតំណាងរបស់ខ្លួនជាពិសេសក្រុមហេស្បូឡានៅលីបង់និងផ្ដល់សំណងសម្រាប់ការខូចខាតបង់ដែលខ្លួនបានរងគ្រោះមន្ត្រីបញ្ចកោណកំពុងបញ្ជូនកងកម្លាំងបេសកកម្មតាមសមុទ្រយ៉ាងហោចណាស់ចំនួន2ក្រុមក៏ដូចជាទាហានឆាត់យោងរាប់ពាន់នាក់ដើម្បីចូលរួមជាមួយកងទ័ពជើងគោកនៅក្នុងតំបន់លោក Ghalibaf បាននិយាយថាលោកមានព័ត៌មានចារកម្មថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារទៅលើកោះអ៊ីរ៉ង់មួយនៅឈូងសមុទ្រដែលគេសន្មតថានោះគឺកោះ Kerch ដែលមានប្រទេសមួយទៀតដែលចូលរួមក្នុងការប្រយុទ្ធនោះដែរគឺតំណងជាប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលជារដ្ឋអារ៉ាប់ដែលមានជំនឿទុកចិត្តបំផុតលោកបានសរសេរនៅលើបណ្ដាញសង្គម X ថាចលនាសត្រូវទាំងអស់ស្ថិតនៅក្រោមការឃ្លាំមើលរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងអ៊ីរ៉ង់ក៏បានគម្រាមបង្កភាពវឹកវរបន្ថែមទៀតដល់ពាណិជ្ជកម្មពិភពលោកដោយកំណត់គោលដៅវាយប្រហារទៅលើច្រក Bab al-Mandab ដែលជាច្រកមួយនៅច្រកសមុទ្រក្រហមនៅពេលដែលពួក Houthis បានចាប់ផ្ដើមវាយប្រហារនាវានៅច្រកសមុទ្រនោះដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់កាហ្សាពួកគេបានបង្ខំឲ្យបង្វែរការដឹកជញ្ជូនយ៉ាងច្រើនចេញពីព្រៃជីកស៊ុយអេបាទសូមអរគុណប្រិយមិត្តសួរបងប្អូនជាទីស្រឡាញ់គាត់សួររកជាមួយនឹងម៉ូតទូចស្អាតដូចផ្លាទីន 100% យកទៅបើអត់ដូចអត់ស្អាតអត់ភ្លឺអត់ចាំងដូចលុយជូនវិញសម្រាប់ម៉ូតពេជ្រមួយគ្រាប់នេះបងសម្លាញ់ឲ្យត្បូងទៅនេះឲ្យថាត្បូងចាំងព្រាកតែម្ដងជាមួយនឹងម៉ូតនេះគឺអូនពាក់ប្រចាំថ្ងៃសាមញ្ញតែថ្លៃធ្នូបងស្អាតខ្លាំងមែនតើបងnàyគាត់តែងតែសួររឥឡូវយើងបានកំងជាងធ្វើចេញមកហើយជាមួយនឹងខ្សែម៉ាជីសម្រាប់បតោងពេជ្រនេះគឺថាស្អាតបងហើយមានស្តុកតិចតួចដែរទេមិនបានច្រើនទេគៀកចូលឆ្នាំហើយបងសម្រាប់អ៊ីតាលីបងដាក់ជាមួយនឹងបតោងម៉ូតពេជ្រនេះស្រស់ស្អាតខ្លាំងមែនទែនហើយសម្រាប់សាច់អ៊ីតាលីនេះបងទឹក VIP ពាក់ប្រចាំថ្ងៃត្រូវលេទៅសាប៊ូបានធានាជូនជាមួយនឹងគុណភាពអ៊ីតាលីនេះគឺមានត្រាជូនបងមិនមែនអ៊ីតាលីបងពាក់ទៅលំមាស់រោលចេញខៀវលើកណាបងជែកជូនបងតែម្ដងបងសម្លាញ់ចិត្តអូនជាមួយភេកនិកាបងមើលចោះមើលសម្រស់ចង់និយាយថាថ្មីរហូតថ្មីនិយាយពីមួយតាមលេងតនហើយអូនអញថ្មីរហូតចង់បងទិញឡើងពាក់លេងអស់ហើយហ្នឹងចាមិនថ្មីមិនបើស្អាតបងសម្លាញ់
ជាប្រភេទតតោងដាំពេជ្រជប៉ុនបងដាក់ជាមួយខ្សែអ៊ីតាលីជាមួយស្វីសបារាំងបងញាក់សាច់ចូលរួមកម្មវិធីយប់ឈ្នះហ្មងបងសម្លាញ់ចិត្តអូនមានប្រូម៉ូសិនជូនណាបងចិត្តចូលឆ្នាំអញ្ចឹងស្រោតរស់រាន់អូនមានប្រូម៉ូសិនជូនបងតម្លៃពិសេសសម្រាប់ភេកនិកាបងអរគុណច្រើន ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានគម្រាមបើកទ្វារឋាននរកដាក់អ៊ីរ៉ង់បន្ទាប់ពីរបបនេះបាននិយាយថាខ្លួននឹងបដិសេធផែនការ15ចំណុចដើម្បីបញ្ចប់សង្គ្រាមលោកស្រី Caroline Levitt អ្នកនាំពាក្យរបស់លោកត្រាំបាននិយាយថាអ៊ីរ៉ង់បានគុនគូខុសដែលបដិសេធមិនទទួលយកការបរាជ័យក្នុងសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកស្រីបានបន្ថែមថាប្រសិនបើអ៊ីរ៉ង់មិនទទួលយកការពិតនៃពេលបច្ចុប្បន្នប្រសិនបើពួកគេមិនយល់ថាពួកគេត្រូវបានចាញ់ដោយយោធាហើយនឹងបន្តដូច្នេះប្រធានាធិបតីត្រាំនឹងធានាថានឹងវាយប្រហារពួកគេកាន់តែខ្លាំងជាងអ្វីដែលពួកគេធ្លាប់ត្រូវរងការវាយប្រហារពីពេលមុនមកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំមិនបោកបញ្ឆោតទេហើយលោកត្រៀមខ្លួនរួចជាស្រេចដើម្បីបើកទ្វារឋាននរកអ៊ីរ៉ង់មិនគួរគុនគូខុសម្ដងទៀតទេការបដិសេធរបស់អ៊ីរ៉ង់ចំពោះការទាមទាររបស់លោកត្រាំត្រូវបានអមដោយការគំរាមកំហែងតវិញផងដែរអ៊ីរ៉ង់បានព្រមានសហរដ្ឋអាមេរិកកុំឲ្យព្យាយាមចោះចោតកងទ័ពនៅលើកោះ Koch ដែលជាបេះដូងនៃឧស្សាហកម្មប្រេងរបស់ខ្លួនលោក Mohammed Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់បានថ្លែងថាកុំសាកល្បងការតាំងចិត្តរបស់យើងក្នុងការការពារទឹកដីរបស់យើងលោកជាបរិសុទ្ធដែលត្រូវបានគេមើលឃើញនៅទីក្រុង Washington ថាជាអ្នកចរចានាំមុខគេរបស់របបនេះនៅក្នុងដំណើរការសន្តិភាពផែនការ15ចំណុចរបស់សេតាវិមានត្រូវបានប្រគល់ជូនទីក្រុងតេហឺរ៉ង់ដោយអន្តរការីចុងក្រោយរបស់ភាគីទាំងពីរគឺរដ្ឋាភិបាលប៉ាគីស្ថានហើយត្រូវបានបញ្ជាក់ថាបានទទួលរួចហើយការទាមទារលេចធ្លោបំផុតរបស់សហរដ្ឋអាមេរិកគឺការបញ្ចប់ទាំងស្រុងនៅកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់និងការបិទទីតាំងសំខាន់ៗចំនួន3ដែលជាប់ទាក់ទងជាមួយនោះគឺនៅរោងចក្រ Nathan, Fordo និង Isfahan ការទាមទារផ្សេងទៀតរួមមានការបញ្ចប់ការគម្រាមកំហែងដល់អ៊ីស្រាអែលដែលបង្កឡើងដោយបណ្ដាញអន្តរជាតិនៃកងជីវពលតំណាងឲ្យរបស់របបអ៊ីរ៉ង់ការកំណត់កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់និងការធានារក្សាច្រកសមុទ្រ Hormuz ឲ្យបើកចំហជាថ្នូរវិញអ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយទណ្ឌកម្មហើយសហរដ្ឋអាមេរិកនឹងជួយប្រទេសនេះឲ្យកសាងកម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិលការទាមទារទាំងអស់ត្រូវបានបដិសេធទាំងស្រុងកាលពីពេលអតីតកាលដោយអ៊ីរ៉ង់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថារបបនេះនឹងបន្តប្រយុទ្ធសេចក្តីថ្លែងការណ៍មួយបានអានដោយអ្នកយកព័ត៌មានបានឲ្យដឹងថាអ៊ីរ៉ង់បានឆ្លើយតបអវិជ្ជមានចំពោះសំណើរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងបញ្ចប់សង្គ្រាមដែលកំពុងបន្តការបញ្ចប់សង្គ្រាមនេះនឹងកើតឡើងនៅពេលដែលអ៊ីរ៉ង់សម្រេចចិត្តថាជាពេលដែលត្រូវតែបញ្ចប់មិនមែនជាពេលដែលលោកត្រាំសម័យអំពីការបញ្ចប់របស់ខ្លួននោះទេទីក្រុងតេហឺរ៉ង់ក៏បានគូបញ្ជាក់ពីការទាមទាររបស់ខ្លួនផងដែររួមទាំងការបញ្ចប់ការវាយប្រហារលើកងជីវពលតំណាងរបស់ខ្លួនជាពិសេសក្រុមហេសបូឡានៅលីបង់និងផ្ដល់សំណងសម្រាប់ការខូចខាតបង់ដែលខ្លួនបានរងគ្រោះមន្ត្រីបញ្ចកោណកំពុងបញ្ជូនកងកម្លាំងបេសកកម្មតាមសមុទ្រយ៉ាងហោចណាស់ចំនួន2ក្រុមក៏ដូចជាទាហានឆាត់យងរាប់ពាន់នាក់ដើម្បីចូលរួមជាមួយកងទ័ពជើងគោកនៅក្នុងតំបន់លោកកាលីបាហ្វបាននិយាយថាលោកមានព័ត៌មានចារកម្មថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារទៅលើកោះអ៊ីរ៉ង់មួយនៅឈូងសមុទ្រដែលគេសន្មតថានោះគឺកោះ Kach ដែលមានប្រទេសមួយទៀតដែលចូលរួមក្នុងការប្រយុទ្ធនោះដែរគឺតំណងជាប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលជារដ្ឋអារ៉ាប់ដែលមានជំនឿទុកចិត្តបំផុតលោកបានសរសេរនៅលើបណ្ដាញសង្គម X ថាចលនាសត្រូវទាំងអស់ស្ថិតនៅក្រោមការឃ្លាំមើលរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងអ៊ីរ៉ង់ក៏បានគម្រាមបង្កភាពវឹកវរបន្ថែមទៀតដល់ពាណិជ្ជកម្មពិភពលោកដោយកំណត់គោលដៅវាយប្រហារទៅលើច្រក Bab al-Mandab ដែលជាច្រកមួយនៅច្រកសមុទ្រក្រហមនៅពេលដែលពួក Houthis បានចាប់ផ្ដើមវាយប្រហារនាវានៅច្រកសមុទ្រនោះដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់កាហ្សាពួកគេបានបង្ខំឲ្យបង្វែរការដឹកជញ្ជូនយ៉ាងច្រើនចេញពីព្រៃជីកស៊ុយអេ សួរបងប្អូនជាទីស្រឡាញ់អ្នកគាត់សួររកជាមួយនឹងម៉ូតទូចស្អាតដូចផ្លាទីន 100% យកទៅបើអត់ដូចអត់ស្អាតអត់ភ្លឺអត់ចាំងដូរលុយជូនវិញសម្រាប់ម៉ូតពេជ្រមួយគ្រាប់នេះបងសម្លាញ់ឲ្យត្បូងទៅនេះឲ្យថាត្បូងចាំងព្រាកតែម្ដងជាមួយនឹងម៉ូតនេះគឺអូនពាក់ប្រចាំថ្ងៃសាមញ្ញតែថ្លៃថ្នូរបងស្អាតខ្លាំងមែនតើបងអ្នកគាត់តែងតែសួររកឥឡូវយើងបានកំងជាងធ្វើចេញមកហើយជាមួយនឹងខ្សែម៉ាជីសម្រាប់បតោងពេជ្រនេះគឺថាស្អាតបងហើយមានស្តុកតិចតួចដែរទេមិនបានច្រើនទេគៀកចូលឆ្នាំហើយបងសម្រាប់អ៊ីតាលីបងដាក់ជាមួយនឹងបតោងម៉ូតពេជ្រនេះស្រស់ស្អាតខ្លាំងមែនទែនហើយសម្រាប់សាច់អ៊ីតាលីនេះបងទឹក VIP ពាក់ប្រចាំថ្ងៃត្រូវលេទៅសាប៊ូបានធានាជូនជាមួយនឹងគុណភាពអ៊ីតាលីនេះគឺមានត្រាជូនបងមិនមែនអ៊ីតាលីបងពាក់ទៅលំមាស់រោលចេញខៀវលើកណាបងជែកជូនបងតែម្ដងបងសម្លាញ់ចិត្តអូនជាមួយភេកនិកាបងមើលចោះមើលសម្រស់ចង់និយាយថាថ្មីរហូតថ្មីនិយាយពីមួយតាមលេងតន់ហើយអូន
អូនអញថ្មីរហូតចឹងបងទិញឡើងពាក់លេងអស់ហើយហ្នឹងចាមិនថ្មីយកមិនបើស្អាតបងសម្លាញ់ជាប្រភេទបតោងដាំពេជ្រជប៉ុនណាបងដាក់ជាមួយខ្សែអ៊ីតាលីជាមួយស្វីសបារាំងបងញាក់សាច់ចូលរួមកម្មវិធីយប់ឈ្នះហ្មងបងសម្លាញ់ចិត្តអូនមានប្រូម៉ូសិនជូនណាបងចិត្តចូលឆ្នាំអញ្ចឹងស្រោតរស់រាន់អូនមានប្រូម៉ូសិនជូនបងតម្លៃពិសេសសម្រាប់ភេកនិកាបងអរគុណច្រើន